ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ install ISX ជាដំបូងយើងត្រូវ snapshot វាទុកសិនយើងចុច OK មកហើយបន្ទាប់មកទៀតយើងត្រូវចូលទៅ config network ចូល setting ហើយបន្ទាប់មកទៀតយើងជ្រើសយកពាក្យ bright adapter ហើយកន្លែងនេះយើងយក Intel ហើយបន្ទាប់មកទៀតយើង click OK ហើយជំហានបន្ទាប់យើង start ម៉ាស៊ីនមកហើយបន្ទាប់ពីយើងបើក server ហើយយើងចូលមកកាន់ Ubuntu server login យើងវាយ user យើងមកហើយ password ឥឡូវនេះវាចូលមកកាន់ផ្ទាំងនេះហើយបន្តមកទៀតបន្ទាប់ពីបាន login ហើយយើងត្រូវការ check update យើងវាយ comment sudo apt update ហើយ enter មកហើយយើងត្រូវបញ្ចូល password យើងរងចាំឲ្យវាដើរសិនហើយបន្ទាប់ពី update ហើយយើងត្រូវ check user យើងវាយ comment who am I ហើយ enter មកនេះ user យើងហើយបន្តមកទៀតយើងត្រូវ check directory យើងត្រូវគ្រាន់តែ ypwd ហើយ enter បន្តមកទៀតយើងត្រូវ install library sh យើងវាយ command sudo apt install open sh ហើយ enter ហើយបន្តមកទៀតយើងត្រូវ check active យើងវាយ command sudo system control status sh ហើយបន្តមកទៀតដើម្បីយើង active វាយើងត្រូវវាយ command sudo system control enable now ssh បន្ទាប់មកយើង click enter ហើយឥឡូវនេះយើង check មើល status វាម្ដងទៀតយើងវាយ command sudo system controlបន្ទាប់មក enter ឥឡូវនេះយើងបាន install វាបានហើយបន្តមកទៀតយើងត្រូវ allow firewall យើងវាយ command sudo allow sh បន្តមកទៀតយើង enter ឥឡូវនេះយើង check មើល IP វាយើងវាយ command IP នេះ IP វា100ឥឡូវនេះយើង check មើល IP វាយើងវាយ command sudo 100 192
ឥឡូវនេះយើង check ឃើញ IP អី 192.168.122 ឥឡូវនេះយើងមក test run នៅក្នុង ping នៅក្នុង comment វិញតបមកទៀតយើង ping 192.100.122 ហើយបន្ទាប់ពី ping ហើយយើង connect ISX យើងវាយ comment ISX user add 192.168.100.122 ហើយយើង enter មកហើយបន្តមកទៀតយើងដាក់ yes មកហើយយើងវាយ password ឥឡូវនេះយើង check user មើលនៅក្នុង server យើងវាយ comment who am I នេះជា user នៅក្នុង server របស់យើងហើយបន្តមកទៀតយើងវាយ comment pwd ដើម្បី directory វាមើលហើយឥឡូវនេះយើងបាន install ISX success ហើយអរគុណលោកគ្រូជំរាបលា